สวัสดีมาการชนะរបស់នាងខ្ញុំថ្ងៃនេះយើងមកធ្វើម្ហូបឆាស្ពៃជ្រក់ពិសេសជាមួយគ្នាចាដំបូងយើងដាក់ខ្ទះឲ្យក្តៅហើយយើងដាក់ប្រេងខ្យងដាក់ខ្ទឹមដែលយើងបានចិញ្ច្រាំហើយបំពងវាឲ្យរាងក្រហមហើយធំក្លិនឈ្ងុយយើងថែមស្ករយើងកូរវាឲ្យស្កររលាយរាងក្រហមបន្តិចហើយយើងដាក់ប្រេងខ្យងទឹកត្រីដាក់ខ្លាញ់ចូលយើងកូរវាឲ្យវាដាក់ទឹកស្អាតបន្តិចដាក់មានគួរឆ្អឹងឬនឹងគួរបងគោយើងយើងឆាវាត្រឡប់ទៅដាច់ទឹកហើយនេះខ្ញុំមានដាក់ប៊ីចេងបន្តិចប៉ុន្តែបងប្អូនអត់ញ៉ាំប៊ីចេងអាចដាក់ក៏បាននេះស្ពៃជូរទៅយើងដាក់ទឹកបន្តិចដើម្បីកុំឲ្យវាខ្លោចខ្ទះហើយយើងគ្របទុកចាឆ្អិនឃើញតែឆ្អិនហើយយើងដួសដាក់ចានខ្ញុំមានរោយទឹកខ្ទឹមបន្តិចចាអរគុណច្រើនសម្រាប់ការតាមដានទស្សនា